សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាគ្រូពេទ្យអានបច្ចុប្បន្នកំពុងទទួលខុសត្រូវផ្នែកសម្ពោធបរិះនៃមន្ទីរពេទ្យសម្រស់ Grand ថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីថែទាំបន្ទាប់ពីដាក់ឧបករណ៍បំពេញសរសៃឈាមនៅមន្ទីរពេទ្យសម្រស់ Grand ការដាក់ឧបករណ៍បំពេញសរសៃឈាមគឺជាការចាំបាច់សម្រាប់អ្នកជំងឺដែលមានបញ្ហាសកម្មភាពផ្លូវភេទឬបុរសដែលសមាជិកមានការស្ងៀមស្ងាត់យូរពេកការថែទាំបន្ទាប់ពីដាក់ ABV នឹងជួយឲ្យដំណើរការស្ដារឡើងវិញកាន់តែប្រសើរឡើងសូមអញ្ជើញតាមដានជាមួយខ្ញុំនេះគឺជាឧបករណ៍បំពេញសរសៃឈាមសុបនិមិត្តឬដែលគេហៅថា ABV ឧបករណ៍នេះមាន3ផ្នែកផ្នែកទី1គឺធុងស្តុកដែលផ្នែកនេះត្រូវបានដាក់នៅលើផ្នែកខាងលើនៃប្លុកទឹកនោមបន្ទាប់មកគឺជាផ្នែកស្ដំគឺផ្នែកឧបករណ៍បំពេញសរសៃឈាមសុបនិមិត្តឧបករណ៍បំពេញសរសៃឈាមនេះត្រូវបានដាក់ចូលក្នុងសរសៃឈាមយើងផ្នែកទី3គឺប៊ូតុងបូមឬស្វិតបើកបិទដែលស្វិតនេះដាក់នៅក្រោមស្បែកការវះកាត់ដាក់ឧបករណ៍បំពេញសរសៃឈាមតំបន់អភិព័ន្ធបុរសគឺជាវិធីសាស្ត្រមានសុវត្ថិភាពខ្ពស់ងាយស្រួលនិងរហ័សដែលអាចទទួលបានប្រសិទ្ធភាពល្អទោះជាយ៉ាងណាការថែទាំបន្ទាប់វះកាត់នេះសារៈសំខាន់ដល់ 80% នៃភាពជោគជ័យនៃការវះកាត់ព្រោះយើងបានបែងចែកដំណើរការសះស្បើយបន្ទាប់ពីដាក់ឧបករណ៍បំពេញសរសៃឈាមជា3ដំណាក់កាលដំបូងបំផុតអ្នកជំងឺនឹងត្រូវបានគ្រូពេទ្យផ្ដល់ថ្នាំបំបាត់ឈឺនិងថ្នាំប្រឆាំងមេរោគដើម្បីជួយជំរុញដំណើរការសះស្បើយឲ្យប្រសើរឡើងទី2គឺត្រូវសម្រាកសម្រួលខ្លួននិងជៀសវាងការដិតបន្ថត់ធ្ងន់ឬធ្វើការងារធ្ងន់ទី3គឺយើងគួររក្សាខ្នងឲ្យស្អាតនិងស្ងួតជានិច្ចជាពិសេសពេលដេកយើងគួរដេកលើខ្នងហើយលើកជើងក្បាលជើងឲ្យខ្ពស់ដើម្បីជៀសវាងការកាន់សម្ពាធលើជាន់ចង្កេះសម្រាប់អាហារយើងគួរកាន់អាហារសាបស្រូបដែលមានប្រូតេអ៊ីនខ្ពស់សម្បូរដោយជាតិរឹសនិងងាយរំលាយដើម្បីជៀសវាងការរឹងទ្រង់វាធ្វើឲ្យសម្ពាធលើជាន់ចង្កេះកើនឡើងនៅពេលយើងធ្វើការបន្ទោរបស់សម្រាប់ទឹកយើងគួរផ្ដល់ប្រហែលពី2000ដល់3000មីលីលីត្រក្នុងមួយថ្ងៃដើម្បីជួយឲ្យដំណើរការបដូរប្រែសារធាតុក្នុងរាងកាយប្រព្រឹត្តទៅធម្មតានិងជួយឲ្យដំណើរការសះស្បើយរបស់ខ្នងកាន់តែប្រសើរដល់សប្តាហ៍ទី2ជាទូទៅខ្នងខាងក្រៅភាគច្រើនអាចសះស្បើយបានទាំងស្រុងយើងអាចដើរឬហាត់ប្រាណស្រាលរក្សាអនាម័យផ្ទាល់ខ្លួននៅតំបន់អង្គប្រាសាទបុរសនិងជាពិសេសនៅកន្លែងកាត់យើងនឹងហាត់ប្រើឧបករណ៍ពី1ដល់2ដងក្នុងមួយថ្ងៃហើយរាល់លើកយើងបូមប្រហែល5ដល់12នាទីបន្ទាប់មកយើងបញ្ចេញយើងគួរតែត្រួតពិនិត្យស្ថានភាពនៃកន្លែងកាត់ថាមានអ្វីកើតឡើងដូចម្តេចហើយជូនដំណឹងភ្លាមដើម្បីឲ្យវិជ្ជបណ្ឌិតអាចដោះស្រាយក្នុងករណីមានបញ្ហាដែលមិនបានរំពឹងទុកយើងគួរតែត្រឡប់ពិនិត្យតាមការវិភាគវិជ្ជបណ្ឌិតកំណត់ដើម្បីឲ្យវិជ្ជបណ្ឌិតណែនាំការប្រើឧបករណ៍ឲ្យត្រឹមត្រូវនិងសមស្របតម្រូវការយើងពលឲ្យគឺជាខ្លាំងចុងក្រោយគឺជាដំណាក់កាលទី3បន្ទាប់ពី1ខែរបួសខាងក្នុងខាងក្រៅនិងប្រសិទ្ធភាពរាងកាយចំពោះឧបករណ៍សរសៃអាក្រក់សុបនិមិត្តស្ទើរតែស្ថិតស្ថេរហើយទោះបីជាយ៉ាងណាយើងមិនគួរធ្វើអីមិនយកចិត្តទុកដាក់នៅដំណាក់កាលនេះឡើយត្រូវបន្តរក្សាវិធីរស់នៅមានសុខភាពល្អហាត់បូមបញ្ចេញឧបករណ៍សរសៃអាក្រក់ ABV 1ឬ2ដងក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយយើងស្រួលជាមួយវាយើងអាចមានទំនាក់ទំនងផ្លូវភេទបានប្រសិនបើវិជ្ជបណ្ឌិតវាតម្លៃថាការដាក់ឧបករណ៍ ABV របស់យើងមានសុវត្ថិភាពហើយរាងកាយយើងសម្របខ្លួនជាមួយវាយើងគួរតែទៅពិនិត្យសុខភាពឡើងវិញតាមការណែនាំម្ដងក្នុងមួយខែដល់3ខែដើម្បីឲ្យវិជ្ជបណ្ឌិតពិនិត្យដំណើរការប្រើប្រាស់ឧបករណ៍សរសៃអាក្រក់និងផ្ដល់ការណែនាំបន្ថែមប្រសិនបើយើងមិនទាន់ចេះប្រើប្រាស់បានល្អក្នុងពេលដូចគ្នាយើងក៏នឹងពិនិត្យការសម្របខ្លួនរបស់រាងកាយចំពោះឧបករណ៍សរសៃអាក្រក់ផងដែរក្នុងអំឡុងពេលប្រើប្រាស់ប្រសិនបើយើងមានបញ្ហាដូចជាឈឺឧបករណ៍ល្អឬមានទំនាក់ទំនងផ្លូវភេទមិនតាមចិត្តក៏គួរតែទំនាក់ទំនងទៅវិជ្ជបណ្ឌិតដើម្បីពិនិត្យឡើងវិញនិងពិនិត្យឧបករណ៍ដើម្បីទទួលបានលទ្ធផលល្អសង្ឃឹមថាសេចក្តីណែនាំលម្អិតពីវិជ្ជបណ្ឌិតអាចជួយឲ្យអ្នកងាយស្រួលក្នុងការថែទាំបន្ទាប់ពីដាក់ឧបករណ៍សរសៃអាក្រក់ឯដែរសូមគោរពការណែនាំវិជ្ជបណ្ឌិតកុំខ្មាស់ចិត្តពិភាក្សាប្រសិនបើជួបបញ្ហាមិនធម្មតាបញ្ចេញមតិយោបល់ខាងក្រោមប្រសិនបើមានសំណួរឬបញ្ហាណាដែលនៅសល់ឥឡូវនេះសូមលាសង្ឃឹមថានឹងជួបអ្នកម្ដងទៀត